ហេតុការណ៍កើតឡើងនៅយប់នោះខណៈដែលតែឈនគាត់ដើរត្រឡប់មកខ្ទមរបស់គាត់ដូចរាល់ដងស្រាប់តែបានឃើញអ្នកភូមិប៉ុន្មាននាក់កំពុងអង្គុយស៊ីផឹកនៅលើគ្រែមុខផ្ទះរបស់គេតែឈនគាត់មិនបានចាប់អារម្មណ៍ក៏ដើរទៅមុខបន្តទៀតលុះមួយស្របក់ធំក្រោយសំឡេងស្រែកដោយការឈឺចាប់ក៏បានបន្លឺឡើងល្វើយពីព្រៃម្ខាងផ្លូវតែឈនដាក់ភ្នែកក្រឡេកមើលទៅក៏ស្រាប់តែបានឃើញស្រមោលធំខ្មៅស្កិលកំពុងរត់ថ្មោលអូសយកអ្នកភូមិដែលផឹកស៊ីប៉ុន្មានអ្នកនោះបាញ់ច្រាស់ជើងសម្ដៅកាត់តាមកន្ទ្រពព្រៃតូចធំឆ្ពោះទៅកាន់ព្រៃខាងលិចហើយឃើញទាំងមានបុរសម្នាក់ទៀតរត់ត្រេតត្រោតបោយដៃតាមពីក្រោយផងគ្រាន់តែឃើញបែបនេះភ្លាមតាឈនក៏រត់បាតជើងសព្រាតចេញពីទីនោះឆ្ពោះសម្ដៅចូលក្នុងខ្ទមបិទទ្វារញាស់ខ្លួនទៅត្រើនបងវ៉ែមកកាន់ពេលបច្ចុប្បន្ននាយកែមឈរក្តាប់ដៃយ៉ាងណែននៅចំពោះមុខរោងពេទ្យឆាយរូបភាពស្នាមញញឹមដ៏សុភាពនិងទ្វារបន្ទប់ដាក់អីវ៉ាន់ដែលចាក់សោជាប់នោះបានផុសឡើងត្រួតស៊ីគ្នានៅក្នុងគំនិតរបស់នាយកែមវាច្បាស់ណាស់នៅក្នុងបន្ទប់ដែលបិទជិតនោះច្បាស់ជាមានអ្វីមិនស្រួលមិនខានអ្វីដែលធ្លាប់តែជាចំណុចសង្ស័យតូចពេលនេះបានប្រែក្លាយទៅជាតម្រុយជាក់លាក់មួយដោយសារខ្សែដៃរបស់នាងពៅដែលបានបន្សល់ទុកឲ្យនាយកែមបានបោះជំហានយ៉ាងរហ័សសម្ដៅទៅកាន់មាត់ទ្វាររោងរួចធាក់ទម្លាយទ្វារនោះមួយទំហឹងទ្វារបានរបើកខ្វានាយកែមឈានជើងចូលទៅខាងក្នុងលំហទាំងមូលមានសភាពងងឹតឈឹងនិងស្ងាត់ជ្រាបគាត់មិនបងអង្គយូរឡើយដោយជើងនៅតែបន្តសម្ដៅឆ្ពោះទៅកាន់ទ្វារខាងចុងរោងដែលជាគោលដៅសង្ស័យលុះពេលដែលទ្វារនៅបន្ទប់នោះរបើកឡើងខ្វាក់ក្លិនឆ្អេះឆ្អាបលាយឡំជាមួយក្លិនធូបបានជះចេញមកក្រៅភ្លាមនាយកែមនិងអ្នកភូមិមួយចំនួនដែលរត់មកតាមពីក្រោយបានឈប់ស្ងៀមបើកភ្នែកធំសម្លឹងមើលទៅទិដ្ឋភាពខាងក្នុងវាគឺជាអាសនៈធំមួយស្ថិតនៅចំកណ្ដាលបន្ទប់តោងដោយវត្ថុចម្លែកនិងគួរឲ្យខ្លាចជាច្រើនដោយរាយប៉ាយពីលើអាសនៈនោះរួមមានឆ្អឹងលលាក្បាលខ្មោចបាយសីក្អមនិងឆ្នាំងដីជាច្រើនដែលត្រូវបានរុំព័ទ្ធដោយអំបោះសីមាសក្រហមនៅចំកណ្ដាលអាសនៈនោះមានរូបសំណាកធ្វើពីសំរិទ្ធអង្គុយពេនភ្នែនស្រដៀងនឹងព្រះពុទ្ធបដិមាប៉ុន្តែផ្ទៃមុខលេចចេញនៅចង្គង់វែងម្រាមដៃក្រចកស្រួចឯកែវភ្នែកទាំងគូមានពណ៌ក្រហមឆ្អិនឆ្អៅមិនដឹងថាយកអ្វីមកលាបហើយផ្នែកខាងក្រៅខ្នងរូបនោះមានលាតសន្ធឹងនៅស្លាបមួយគូដែលមានសន្តានមិនខុសពីស្លាបប្រជាវឡើយខ្សែភ្នែករបស់នាយកែមបានក្រឡេកចុះក្រោមអាសនៈនោះបន្តិចក៏ស្រាប់តែបានឃើញនាងពៅកំពុងដេកសន្លប់ស្ដុកស្ដឹងលើកន្ទេលដោយដៃនិងជើងត្រូវបានចងផ្អោបគ្នាដោយខ្សែពួរធំនាយកែមបានស្ទុះរត់ចូលទៅជិតក្បែរនាងភ្លាមអោនមុខចុះទៅជិតច្រមុះដើម្បីស្ដាប់ចង្វាក់បេះដូងរួចក៏ត្រកងបីនាងពៅក្រោកឡើងស្របពេលជាមួយគ្នាក៏ស្រាប់តែអ្នកភូមិពីរនាក់បានរត់ទាំងត្រហេបត្រហបតម្រង់មកកាន់មាត់ទ្វារបន្ទប់រួចស្រដីឡើងថាបានឃើញនាយឆាយវារត់សម្ដៅឆ្ពោះទៅកាន់ព្រៃខាងក្រោយរោងបាត់ហើយឮដូច្នេះក្រុមមនុស្សដែលឈរកាន់ដំបងនិងកបិតផ្គាក់នៅជុំវិញនោះក៏បាននាំគ្នាសម្រុកទៅក្រៅសម្ដៅចូលព្រៃដើម្បីតាមចាប់ខ្លួនអាពេទ្យឆាយត្រឡប់មកវិញចំណែកនាយកែមមិនទាន់បានរត់ទៅតាមទេគេបានត្រកងរាងកាយនាងពៅនៅក្នុងរង្វង់ដៃយ៉ាងជាប់រួចដើរចេញពីបន្ទប់នោះឆ្ពោះទៅកាន់ផ្ទះរបស់លោកមេភូមិវិញខណៈពេលដែលជើងទាំងពីរកំពុងឆ្ពោះបោះទៅមុខមិនឈប់ខួរក្បាលនាយកែមបានចាប់ផ្ដើមប្រមូលផ្ដុំរូបភាពដែលបានបែកខ្ញែកកន្លងមកបញ្ចូលគ្នាជាពិសេសចុងក្រោយគឺរូបសំណាកដែលមានភ្នែកក្រហមឆ្អៅនោះវាបានធ្វើឲ្យគាត់ដកដង្ហើមធំដោយក្តីតានតឹង
លុះថ្ងៃបន្ទាប់នាងពៅបានរៀបរាប់ដំណើរដើមតងរឿងរ៉ាវដែលបានបាត់ខ្លួនប្រាប់ទៅកាន់លោកអ៊ំមេភូមិនាយកែមប៉ូលីសសុវណ្ណនិងអ្នកភូមិឲ្យបានដឹងគ្រប់គ្នាម្នាក់សុទ្ធតែអាចកាត់យល់បានថាអ្នកនៅពីក្រោយរឿងបាត់ខ្លួនមនុស្សចេញពីភូមិប្រកាសជាអាចពាក់ព័ន្ធជាមួយនឹងពេទ្យឆាយម្នាក់នោះយ៉ាងប្រកបតែថាគេចាប់អ្នកស្រុកទៅក្នុងគោលបំណងអ្វីហើយពេលនេះពួកគេស្ថិតនៅឯណាវានៅតែជាសំណួរដ៏ចាក់ស្រេះដែលពុំទាន់មាននរណាម្នាក់អាចបកស្រាយបានឡើយដោយហេតុថាទាំងក្រុមមេប៉ុស្តិ៍សុវណ្ណនិងអ្នកភូមិពួកគាត់សុទ្ធតែបានចូលទៅឆែករុករកគ្រប់ច្រឡហកបរិវេណផ្ទះរោងរបស់ពេទ្យឆាយម្នាក់នោះតែក៏មិនទាន់បានឃើញមានតម្រុយអ្វីជាក់លាក់ពាក់ព័ន្ធជាមួយមនុស្សដែលបានបាត់ខ្លួនទេទំនងជាគេបានយកមនុស្សទាំងនោះទៅលាក់ទុកកន្លែងមួយផ្សេងទៀតដែលនេះត្រឹមតែជាការសន្និដ្ឋានបណ្ដោះអាសន្នពីសំណាក់ក្រុមប៉ូលីសសុវណ្ណតែប៉ុណ្ណោះហើយចំពោះរឿងរ៉ាវពិតប្រាកដនោះគឺនៅតែស្ថិតក្នុងភាពអាចកំបាំងនៅឡើយនាយកែមបានងាកមុខសម្លឹងទៅមើលភាពទ្រុឌទ្រោមរបស់តាឆនដែលកំពុងអង្គុយអោបជង្គង់ញ័រខ្លួននៅក្នុងទ្រុងឈើគាត់បានដកដង្ហើមធំមួយរួចបង្វែរខ្សែភ្នែករេទៅរកអ្នកភូមិនិងក្រុមមនុស្សដែលកំពុងឈរជជែកគ្នាឆ្កាដៃឆ្កាជើងដោយបន្លឺសំឡេងទាំងទឹកមុខស្មើថាអញ្ចឹងយើងគួរតែដោះលែងតាឆនបានហើយអ្នកភូមិដែលឈរជុំវិញនោះបានងាកមើលមុខគ្នាសំឡេងជជែកក៏បានស្ងប់ទៅវិញបន្តិចម្ដងមុននឹងពួកគេងក់ក្បាលយល់ស្របតាមសំណើនេះក្រោយពីតាឆនបានរួចខ្លួននាយកែមក៏មិនបានបងអង្គយូរដែរគាត់បានដើរចូលទៅអង្គុយក្បែរតាឆនដើម្បីពិនិត្យមើលមុខរបួសនិងបិទថ្នាំឲ្យគាត់បន្ថែមតាឆនបានអោនក្បាលបន្តិចលើកដៃមកសំពះនាយកែមតែមិនអាចបញ្ចេញសំឡេងអ្វីបានដោយហេតុថាខ្លួនជាមនុស្សគោនៅខាងលើផ្ទះនាងពៅបានដើរចុះពីលើកាំចន្ទាយឺតក្នុងដៃមានកាន់នៅកញ្ចប់បាយនិងផ្តិលទឹកនាងឈប់ស្ងៀមសម្លឹងមើលទៅកាន់នាយកែមពីក្រោយដែលកំពុងអោនបិទថ្នាំឲ្យតាឆនយ៉ាងយកចិត្តទុកដាក់ខណៈនោះស្នាមញញឹមមួយបានលេចឡើងនៅលើផ្ទៃមុខរបស់នាងដោយគ្រប់គ្នាមិនបានដឹងទេថានៅមិនឆ្ងាយប៉ុន្មានពីទីនោះត្រង់បរិវេណមុខរបងផ្ទះក្រោមម្លប់ដើមស្លាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមកកាន់នាងនិងនាយកែមមិនដាក់នោះគឺជាលោកប៉ូលីសសុវណ្ណរំលងបានតែមួយថ្ងៃក្រោយមកសភាពការនៅក្នុងភូមិបានប្រែប្រួលយ៉ាងឆាប់រហ័សអ្នកភូមិប្រុសស្រីក្មេងចាស់បានសម្រុកបន្តកន្ទុយគ្នាដើរចូលក្នុងបរិវេណរោងផ្ទះពេទ្យឆាយដើម្បីរករោគនិងជញ្ជូនអីវ៉ាន់រួមមានថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់មួយចំនួនទុកជាកម្មសិទ្ធិរបស់ខ្លួនដោយបើកចំហបន្ទាប់ពីរបស់របរប្រើប្រាស់ត្រូវបានជញ្ជូនចេញអស់ក្រុមប្រុសក៏បានយកប្រេងមកស្រោចពាសពេញរួចក៏ចោលភ្លើងគប់ដុតកំទេចទីនោះចោលអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបន្សល់ទុកត្រឹមតែផ្សែងខ្មុលខ្មាញ់ហុយត្រឡោមទ្រពពេញអាកាសលុះព្រឹកថ្ងៃបន្ទាប់ភ្លើងបានរលត់អស់ក្មេងៗបាននាំគ្នាយកឈើមកឆ្កាស់កកាយគំនោផេះនៃផ្ទះពេទ្យឆាយដើម្បីរករោគរបស់ដែលនៅសេសសល់រហូតដល់ថ្ងៃរសៀលរៀងជ្រែបន្តិចទើបពួកគេត្រឡប់ទៅវិញបាត់អស់នៅសល់តែក្មេងប្រុសម្នាក់ឈ្មោះអាឌៀមដែលមិនព្រមទៅណានឹងគេវាបានអង្គុយបន្តអង្គុយឆ្កាស់កកាយគំនោផេះរោគរបស់របររូបសម្រិតផ្សេងនៅឯបសសរផ្ទះដែលឆេះនៅសល់ត្រឹមគល់រំពេចនោះវត្ថុមួយបានលេចរូបរាងឡើងពីក្រោមគំនោបាក់បែកទាំងនោះសន្តានដូចជាគម្ពីរសាស្ត្រាតោងដោយស្នាមឆេះខ្លោចខ្មៅដោយកន្លែងខ្លះប៉ុន្តែតួអក្សរនៅតែអាចមើលឃើញយល់សម្គាល់ថាជាអក្សរបាលីផ្សេងដែលមានសភាពច្បាស់ក្រឡែតមិនរលុបបាត់ឬឆេះរលាយទៅណាឡើយអាឌៀប
បានលើកមកកាន់ដើម្បីបំបោសហើយក៏ដាក់ចូលថង់យាមចាប់តាំងពីថ្ងៃដែលផ្ទះនិងរោងពេទ្យឆាយត្រូវបានភ្លើងលេបត្របាក់អ្នកភូមិដែលបានបាត់ខ្លួនមិនបានថមថយចុះទេផ្ទុយទៅវិញបែរជាបន្តកើនឡើងបើយោងតាមសម្ដីអ្នកភូមិបានរាយការណ៍មកថាជារៀងរាល់យប់ពួកគេតែងតែបានឮសំឡេងជនរងគ្រោះដែលបានបាត់ខ្លួនពីមុនស្រែកល្វើយរសាត់ចេញពីទីធ្លាខាងក្រៅរបងជួនកាលហៅជាឈ្មោះជួនកាលហៅឲ្យចុះយករបស់នេះរបស់នោះនៅខាងក្រោមអ្នកភូមិណាដែលបើកទ្វារឈានជើងចុះពីកាំចន្ទាទៅខាងក្រោមគឺតែងតែបានបាត់ខ្លួនពុំដែលបានឃើញឡើងមកលើផ្ទះវិញទេនៅតាមផ្លូវលំដីក្រហមដែលគ្របដណ្ដប់ដោយភាពងងឹតកងកម្លាំងប៉ូលីសសូវ៉ាន់ប្រហែល5នាក់កំពុងបន្តដើរល្បាតយឺតខណៈដែលពួកគាត់ដើរមកដល់ចំណុចផ្លូវបំបែកក្បែរព្រៃខាងលិចម្នាក់ស្រាប់តែមានអារម្មណ៍ថាត្រជាក់ស្រេបខុសប្លែកពីធម្មតាបណ្ដាលឲ្យពួកគេងាកមើលមុខគ្នាភ្លាមស្របពេលជាមួយគ្នានោះសំឡេងហៅឲ្យជួយបានបន្លឺឡើងល្វើយវែងអន្លាយរសាត់ចេញពីព្រៃស្បូវដែលដុះខ្ពស់ផុតក្បាលនោះអ្នកទាំង5អាចចំណាំបានភ្លាមសំឡេងនោះគឺជាសំឡេងរបស់ពូប៉ែនដែលជាអ្នកភូមិទើបតែបាត់ខ្លួនប៉ុន្មានថ្ងៃមុនប៉ូលីសម្នាក់ដែលមានរាងស្គមខ្ពស់ស្រឡះបានឈានជើងថយក្រោយមួយជំហានរួចងាកក្បាលទៅរកប៉ូលីសសូវ៉ាន់ហើយនិយាយឡើងដោយសំឡេងខ្សឹបថានេះប្រកាសជាអន្ទាក់ទៀតហើយប៉ូលីសសូវ៉ាន់បានឈរត្រង់ងាកសម្លឹងមើលកូនចៅម្នាក់ដោយទឹកមុខមើងម៉ាត់រួចលើកដៃស្ដាំស្ទាបដងកំភ្លើងខ្លីដែលសៀតនៅចង្កេះគាត់ខំថ្មិញបន្តិចមុននឹងបន្លឺសំឡេងឡើងថាឆាប់នាំគ្នាចូលទៅមើលថាវាជាអ្វីឲ្យប្រកាសក្រុមកូនចៅប៉ូលីសសូវ៉ាន់គ្មាននរណាម្នាក់ហ៊ានចូលទៅព្រៃខាងក្នុងឡើយពួកគេបានត្រឹមតែក្រវីក្បាលញាប់ស្មេឃើញបែបនេះមេប៉ោះបាននិយាយទៅកាន់កូនចៅថាបើរវល់តែខ្លាចបែបនេះត្រឡប់ទៅផ្ទះទៅធ្វើស្រែចម្ការចិញ្ចឹមគោក្របីវិញទៅវាប្រសើរជាងនិយាយចប់គាត់ក៏បានដកកំភ្លើងខ្លីចេញពីស្រោមរួចបោះចំហៀនសម្ដៅចូលទៅក្នុងព្រៃស្បូវនោះតែម្នាក់ឯងដើមស្បូវបានញែកចេញសងខាងតាមចំហៀនជើងដែលគាត់បោះចូលទៅខណៈក្រុមប៉ូលីសទាំង4នាក់ទៀតបានត្រឹមតែឈរគាំងបញ្ចាំងពិលតាមពីក្រោយផ្លូវដែលប៉ូលីសសូវ៉ាន់ដើរចូលលុះពេលប៉ូលីសសូវ៉ាន់ឈានជើងរៀបនឹងផុតគុំស្បូវទៅហើយស្រាប់តែមានកម្លាំងអ្វីម្យ៉ាងបានចាប់កន្ត្រាក់ខ្លួនគាត់យកទៅវឹបយ៉ាងលឿនមើលសឹងតែមិនទាន់កូនចៅប៉ូលីសទាំង4នាក់បានត្រឹមតែបើកភ្នែកធំឈរញាស់ជើងទៅត្រើតនៅនឹងកន្លែងអស់ប៉ុន្មាននាទីទៅពួកគេចាប់ផ្ដើមជ្រវេស្រវាបង្វែរខ្លួនរត់បាតជើងសព្រាតត្រឡប់តម្រង់មកកាន់ភូមិវិញពេលរត់មកដល់កណ្ដាលភូមិពួកគេបានបំបែកផ្លូវគ្នាអស់ខណៈដៃម្ខាងលើកឡើងគោះទ្វារផ្ទះអ្នកភូមិដែលនៅក្បែរនោះខ្លាំងអមដោយសំឡេងហៅឲ្យជួយទ្វារផ្ទះជាច្រើនត្រូវបានរបើកឡើងដំណើរគ្នានឹងអ្នកភូមិប្រុសបានស្ទុះរត់ចុះមកក្រោមទាំងទឹកមុខផនភាំងដោយមានកាន់ដំបងឈើកំបិតផ្គាក់និងចន្លោះភ្លើងក្នុងដៃក្រុមប៉ូលីសកូនចៅមេប៉ោះបានរៀបរាប់រាយរាប់ដំណើរដើមតងប្រាប់ទៅកាន់អ្នកស្រុកលុះស្ដាប់ក្រុមប៉ូលីសនិយាយចប់អ្នកភូមិខ្លះលេបទឹកមាត់ក្អឹកសម្លឹងត្រឡប់មើលទៅកាន់ប៉ូលីសដែលមានអាវុធកំភ្លើងវែងខ្លីពេញដៃតែបែរជារត់ទាំងស្លន់ស្លោមកពឹងអ្នកភូមិដែលមានត្រឹមតែដំបងនិងកំបិតធម្មតាឲ្យជួយទៅវិញក្រោយពីទទួលបានដំណឹងនេះនាយកែមបានស្ទុះទៅកន្លែងកើតហេតុភ្លាមលុះគាត់ទៅដល់ក៏បានឃើញលោកអ៊ំមេភូមិកំពុងឈរកាន់ចន្លោះភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅក្បែរនោះកូនចៅរបស់ប៉ូលីសសូវ៉ាន់ទាំង4នាក់
និងអ្នកភូមិជាច្រើនអ្នកទៀតកំពុងឈរប្រមូលផ្ដុំគ្នាដោយក្នុងដៃមានកាន់អាវុធផ្សេងពន្លឺពិលនិងចន្លោះភ្លើងបានឈួលវាសចុះឡើងឆ្វេងស្ដាំទៅលើដីអ្នកភូមិម្នាក់ឈ្មោះតាឈួនបានអោនចុះសឹងតែដល់ដីគាត់ប្រទះឃើញរបស់ម្យ៉ាងសន្តានជាក្រណាត់គ្រើមមួយដុំប៉ុនមេដៃនៅកប់ក្រោមដើមស្បូវគាត់បានទាញវត្ថុនោះមកដាក់លើបាតដៃដើម្បីពិនិត្យរួចក្រោកឈររត់ទាំងត្រហេបត្រហប់សំដៅមករកអ្នកស្រុកនិងនាយកែមដែលទៅនឹងមកដល់តាឈួនបានលាតបាតដៃដែលប្រឡាក់ដីបង្ហាញវត្ថុនោះទៅកាន់គ្រប់គ្នានាយកែមបានឈានជើងទៅមុខមួយជំហានចាប់យកក្រណាត់នោះមកដាក់គៀកក្បែរនឹងភ្លើងចន្លោះវាគឺជាផ្លាកឈ្មោះរបស់មេប៉ុស្តិ៍សុវណ្ណដែលមានស្នាមដាច់រហែកពីឯកសណ្ឋាននាយកែមងើបមុខសម្លឹងមើលទៅកាន់អ្នកស្រុកនិងក្រុមប៉ូលីសដោយនិយាយយ៉ាងម៉ឺងម៉ាត់ថាបងប្អូនទាំងអស់គ្នាពង្រីកទីតាំងស្វែងរកបន្តិចទៀតក្រោយពីទទួលបានការណែនាំក្រុមប៉ូលីសបានងក់ក្បាលរួចបំបែកផ្លូវគ្នាជាក្រុមតូចៗប្រហែលមួយស្របក់ធំក្រោយមកប៉ូលីសម្នាក់ដែលបានដើរឆ្ងាយជាងគេប្រមាណ15ម៉ែត្រពីកន្លែងដើមបានឈប់ងក់គាត់អោនក្បាលរើសយករបស់មួយចេញពីគល់ឈើរួចដើរត្រឡប់មករកនាយកែមវិញយ៉ាងប្រញាប់ប៉ូលីសនោះបានហុចរបស់នោះទៅឲ្យនាយកែមមើលវាគឺជាកំភ្លើងខ្លីប្រចាំខ្លួនរបស់ប៉ូលីសសុវណ្ណនាយកែមដកដង្ហើមធំបន្តិចទើបនិយាយឡើងដោយទឹកមុខព្រួយបារម្ភថាប្រកបណាស់នេះគឺជាតម្រុយដែលប៉ូលីសសុវណ្ណមានចេតនាបន្សល់ទុកឲ្យពួកយើងក្រោយនិយាយចប់នាយកែមបានហុចកំភ្លើងនោះឲ្យទៅគ្នាប៉ូលីសសុវណ្ណវិញដំណាលនឹងគាត់បានបោះចំហៀនចូលទៅចិត្តលោកអ៊ំមេភូមិបន្តិចរួចនិយាយឡើងថាលោកអ៊ំសូមលោកអ៊ំត្រឡប់ទៅផ្ទះវិញចុះទុកភារកិច្ចនេះឲ្យខ្ញុំជាអ្នករ៉ាប់រងបានហើយខ្ញុំមិនចង់ឃើញលោកអ៊ំមកផ្សងគ្រោះថ្នាក់ក្នុងព្រៃបែបនេះនោះទេម្យ៉ាងវិញទៀតនៅក្នុងភូមិมันអាចបាត់វត្តមានលោកអ៊ំបានឡើយលោកអ៊ំមេភូមិឈរស្ងៀមមួយសន្ទុះកែវភ្នែកបានសម្លឹងមើលនាយកែមចំដោយឆ្លើយតបទៅវិញថាអញ្ចឹងសូមថែរក្សាខ្លួនផងយ៉ាងណាក៏ដោយត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពណាលុះមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមភ្លឺស្រាងបន្តិចម្ដងក្រុមអ្នកតាមរកនៅតែបោះចំហៀនជាបន្តបន្ទាប់ម្នាក់មានកាន់ដំបងនិងកាំបិតផ្កាក់គៀកនឹងខ្លួនខណៈកៅភ្នែករេឆ្វេងស្ដាំសម្លឹងចូលទៅក្នុងកំពតព្រៃគ្រប់ជ្រុងក្នុងព្រៃមានសភាពអាប់អួរនិងត្រជាក់ស្រេបផ្សែងអាប់បានប្រមូលផ្ដុំគ្នានៅតាមដើមឈើធ្វើឲ្យបរិយាកាសទាំងមូលមើលពំយល់សន្តានហាក់ដូចជាមានកម្លាំងអរូបីម្យ៉ាងកំពុងសង្កត់សន្ធំពីលើនាយកែមដែលដើរនាំមុខគេបានឈប់នៅក្បែរកំពតបន្លាមួយគាត់បានអោនចុះរួចលូកដៃចាប់យកវត្ថុម្យ៉ាងដែលជាប់នឹងមេឃបន្លាវាគឺជាលាវអាវដែលរបេះចេញពីឯកសន្តានដែលជាប់ដោយទាំងទងអំបោះនាយកែមហុចវាទៅឲ្យប៉ូលីសម្នាក់ដែលឈរក្បែរនោះរួចនិយាយថាយើងមកត្រូវផ្លូវហើយបន្តទៅមុខទៀតប៉ូលីសសុវណ្ណប្រកាសជាបានឆ្លងកាត់ព្រៃនេះជាមិនខានធ្វើដំណើរប្រហែលជាកន្លះម៉ោងទៀតជើងរបស់នាយកែមក៏បានតាក់នឹងរបស់ម្យ៉ាងនៅក្រោមគំនរស្លឹកឈើគាត់បានយកចុងកាំបិតឆ្កឹះស្លឹកឈើទាំងនោះចេញហើយក៏ប្រទះឃើញនៅស្បែកជើងកវែងម្ខាងដែលប្រឡាក់ទៅដោយភក់និងស្លឹកឈើហួសពីនោះនៅខាងមុខបន្តិចកូនចៅប៉ូលីសម្នាក់ក៏បានប្រទះឃើញនាឡិកាដៃមួយគ្រឿងធ្លាក់នៅក្បែរឫសឈើប៉ូលីសម្នាក់នោះបានអោនរើសយកនាឡិការួចងាកទៅសម្លឹងមុខកងកម្លាំងប៉ូលីសដូចគ្នាហើយនិយាយឡើងថានេះ
គឺជានីលិការបស់មេប៉ុសយើងតើអ្នកភូមិដែលដើរតាមមកពីក្រោយបានដកដង្ហើមធំដោយការព្រួយបារម្ភតាឈួនកាន់កាំបិតផ្គាក់បានយកដៃជូតញើសដែលហូរចេញមកតាមសៀតផ្ការួចខិតខ្លួនទៅឈរគៀកនឹងបុរសម្នាក់ទៀតគាត់លេបទឹកមាត់ក្អឹកសម្លឹងមើលទៅស្រមោលដើមឈើដែលរេតាមខ្យល់រួចបន្លឺសំឡេងស្អកស្អកថាព្រៃនេះចម្លែកណាស់សូម្បីតែសំឡេងសត្វយំឬសត្វកកកកាយចេញរកស៊ីសឹងតែគ្មានវាស្ងាត់ជ្រងំដូចជាព្រៃខ្មោចអញ្ចឹងនៅម្ដុំនេះកាលដើមឡើយវាដូចជាមិនអញ្ចឹងនោះទេនេះកែមគ្រាន់តែឮបែបនេះគាត់មិនបានងាកក្រោយតបតអ្វីឡើយគាត់បានត្រឹមតែសម្លឹងមើលទៅមុខដែលមានត្រឹមតែភាពងងឹតព្រាលព្រាលខណៈដែលព្រះអាទិត្យនៅតែមិនអាចជះពន្លឺចូលមកដល់នេះកែមបោះចំហៀនទៅមុខយឺតយឺតដោយការប្រុងប្រយ័ត្នបំផុតពេលនោះស្រាប់តែច្រមុះរបស់គាត់បានធំក្លិនម្យ៉ាងវាជាក្លិនឆ្អេះឆ្អាបលាយឡំនឹងក្លិនស្អុយរលួយនៃគម្រោងសាកសពដែលភីមកតាមខ្យល់នេះកែមបានលើកដៃឆ្វេងឡើងជាសញ្ញាឲ្យអ្នកភូមិទាំងអស់គ្នានៅខាងក្រោយឈប់បន្ទាប់មកគាត់បានបន្ទាបខ្លួនចុះសម្លឹងមើលទៅដីខាងមុខដែលមានស្នាប់អូសរបស់ធ្ងន់ធ្ងរបន្សល់ជាចង្អូររាក់រាក់នៅលើដីភក់និងដំណក់ឈាមខ្មៅខ្មៅកកជាប់តាមចុងស្មៅនិងស្លឹកឈើគាត់ងើបមុខសម្លឹងទៅកាន់ព្រៃងងឹតខាងមុខដោយនិយាយឡើងថាបងប្អូនទាំងអស់គ្នាបង្កើតការប្រុងប្រយ័ត្នឲ្យមែនតែនយើងមកកាន់តែគៀកតំបន់របស់គេហើយការធ្វើដំណើរនៅតែបន្តទៅមុខក្រោមបរិយាកាសព្រៃដែលកាន់តែអាប់អួរធំក្លិនឆ្អេះឆ្អាបខ្លាំងឡើងតាឈួនដែលដើរនៅចំកណ្ដាលចំណោមគេបានឈប់បន្តិចលើកដៃស្ដាំដែលកាន់កាំបិតផ្គាក់ចង្អុលទៅកាន់ដើមឈើធំមួយដើមនៅខាងមុខស្ដាំដៃដែលមានស្នាមឆែបខ្លោចនៅចុងមេឃខាងលើទំនងដោយសាររន្ទះបាញ់កៅភ្នែករបស់គាត់សម្លឹងមើលទៅដើមឈើនោះដោយការសង្ស័យមុននឹងបន្លឺសំឡេងស្អកស្អកឡើងមើលទៅដើមឈើនោះចុះយើងទៅតែដែរកាត់អំបញ្ញមិញនេះទេតើនេះកែមបានឈប់ដើររួចងាកសម្លឹងទៅតាមដៃរបស់តាឈួនភ្នែករបស់នេះកែមសម្លឹងចំស្នាមឆែបនៅលើចុងឈើនោះយ៉ាងម៉ត់ចត់រួចងក់ក្បាលតិចទើបតបមកវិញថាវាដូចជាអញ្ចឹងមែនហើយអ៊ំអញ្ចឹងយើងសាកដើរមួយជុំពីរជុំទៀតលោមើលប្រមាណជា10នាទីក្រោយមកពួកគេបានមកឈប់នៅត្រង់ចំណុចដដែលដើមឈើដែលមានស្នាមរន្ទះបាញ់នោះនៅតែឈរត្រដែតនៅចំពោះមុខពួកគេឃើញជាក់ស្ដែងបែបនេះនេះកែមបានងាកខ្លួនត្រឡប់ក្រោយវិញរួចលូកដៃចាប់យកកាំបិតស្នៀតដែលសៀតនៅត្រង់ចង្កេះយ៉ាងណែនក្រសែភ្នែករបស់គាត់រេទៅកាន់អ្នកភូមិនិងក្រុមប៉ូលីសរួចនិយាយថាបងប្អូនទាំងអស់គ្នាសូមត្រៀមខ្លួនយើងមកដល់កន្លែងរបស់គេហើយកុំងាកសម្លឹងទៅតាមដើមឈើទាំងអស់នេះឲ្យសោះពួកវាគឺជាដើមឈើអាថ័ន្តវង្វេងដែលចេះបំលាស់ទីនិងវាយប្រហារមកកាន់យើងបានកាលពីមុនខ្ញុំនិងលោកបងយ៉ងធ្លាប់បានជួបប្រទះនឹងដើមឈើប្រភេទនេះម្ដងដែរគឺនៅពេលដែលខ្ញុំទៅជួយនាងពៅពីសម្បុកចៅឈុតខ្មៅដើមឈើទាំងនេះវាមានដើមមេរបស់វាទាល់តែកំចាត់ដើមមេនោះបានទើបអាថ័ន្តវង្វេងត្រូវបានបំបែកគ្រាន់តែនិយាយចប់គ្រប់គ្នាបានលើកអាវុធរៀងខ្លួនមកកាន់ជាប់ក្នុងដៃស្រាប់តែពេលនោះប៉ូលីសម្នាក់ក៏បានប្រទះឃើញឫសឈើប៉ុនកំភួនជើងកំពុងតែរមូលខ្លួនបំលាស់ទីនៅលើដីលូនរវើកដូចជាសត្វពស់ឃើញបែបនេះគាត់ក៏បានលើកកាំភ្លើងខ្លីឡើងរួចបាញ់ផោងភ្លាមព្រៃទាំងមូលក៏ចាប់ផ្ដើមរំជួយដើមឈើដែលនៅជុំវិញបានសណ្ដក់ឫសចេញពីដីមេឃរបស់ពួកវាបានរលាស់វាយប្រហារមកលើក្រុមអ្នកស្រុកភ្លាម
ការប្រយុទ្ធបានផ្ទុះឡើងក្នុងភាពវឹកវរក្រុមអ្នកភូមិបានលើកកំបិតផ្គាក់និងពូថៅកាប់ទៅលើមេឈើនិងឫសឈើដែលលូនមកឆក់ចាប់ពួកគេចំណែកក្រុមប៉ូលីសបានតម្រង់កាំភ្លើងបាញ់ជាបន្តបន្ទាប់បណ្ដាលឲ្យផ្សែងរំសេវហុយត្រឡោមខ្មុលខ្មាញ់ពេញបរិវេណនោះស្របពេលដែលភាពវឹកវរកំពុងកើតឡើងនីកែមបានកាន់កាំបិតស្នៀតក្នុងដៃជើងទាំងពីរឈានចុះឡើងគេចចេញពីការវាយប្រហារខណៈភ្នែករេស្វែងរកដើមឈើមេអថ័នរបស់វារំពេចនោះនៅពីក្រោយខ្នងរបស់នីកែមដើមឈើធំមួយបានផុសឡើងមេឃដ៏ធំស្រួចរបស់វាបំរុងនឹងចាក់ទម្លុះខ្នងរបស់គាត់ពីក្រោយប៉ុន្តែភ្លាមនោះស្នូរកំភ្លើងដ៏អាចកំបាំងមួយបានបន្លឺឡើងរះជាច្រើនគ្រាប់ទម្លុះបំបែកមេឈើបីសាច់នោះជាបំណែកធ្វើឲ្យវារួញខ្លួនបំលាស់ទីថយក្រោយទៅវិញបាត់នីកែមបានបែកខ្នងវឹបមកក៏ប្រទះឃើញត្រឹមតែសម្បកកន្ទុះក្របកំភ្លើងនៅលើដីដោយមិនឃើញវត្តមានមនុស្សណាឈរនៅទីនោះឡើយដៃឆ្វេងរបស់គាត់បានស្ទាបទៅលើថង់យាមដែលស្ពាយជាប់នឹងខ្លួនរួចលាន់មាត់តិចថាប្រកាសជាគេនោះហើយដែលបានចេញមកជួយនីកែមក៏បានរំលឹកដល់រឿងរ៉ាវមុនពេលធ្វើដំណើរចេញមកគឺនៅពេលដែលអ្នកភូមិពឹងឲ្យជួយតាមរកលោកមេប៉ោះសុវណ្ណពេលនោះឪពុករបស់លោកបងយ៉ងបានដើរចុះទៅក្រោមផ្ទះបាត់មួយសន្ទុះពេលគាត់ដើរឡើងត្រឡប់មកវិញក្នុងដៃរបស់គាត់មានកាន់កោតដាក់ធាតុមួយហុចមកឲ្យនីកែមដោយផ្ទាល់រួចមានប្រសាសន៍ឡើងទាំងទឹកមុខព្រួយបារម្ភថានេះយកគេទៅតាមខ្លួនចោះគេថែរក្សាផ្ទះអស់ជាច្រើនឆ្នាំមកហើយខ្មោចព្រាយបិសាចល្មមមិនហ៊ានចូលមកក្បែរនោះទេតាមពិតទៅអ្វីដែលឪពុកលោកបងយ៉ងឲ្យនោះគឺជាធាតុខ្មោចទាហានម្នាក់ដែលថែរក្សាផ្ទះរបស់គាត់ជាយូរណាស់មកហើយតាំងពីលោកបងយ៉ងបានបាត់ខ្លួននៅលើភ្នំខ្មោចមកម្លេះបងវ៉ែមកកាន់ពេលបច្ចុប្បន្នរំពេចនោះស្នូរកំភ្លើងដ៏អាចកំបាំងបានបន្លឺសំឡេងបាញ់រះម្ដងទៀតលើកនេះក្របកំភ្លើងបានបាញ់តម្រង់ទៅដើមឈើមួយដើមដែលមានសម្បកក្រាស់ក្រើមនិងឆែបចុងដោយសាររន្ទះបាញ់នោះឯងសំឡេងកំភ្លើងបានបន្តបាញ់ជាប់មិនលែងហាក់បីដូចជាកំពុងចង្អុលប្រាប់តម្រុយនីកែមសម្លឹងឃើញគោលដៅភ្លាមគាត់បានស្ទុះវឹងរត់កាត់មែកឈើដែលកំពុងធ្លាក់រាយប៉ាយសំដៅទៅកាន់ដើមឈើធំនោះមែកឈើបីសាចជាច្រើនបានព្យាយាមលូកចូលមកស្ទះប៉ុន្តែស្នូរកំភ្លើងអាចកំបាំងនៅតែបន្តបាញ់រះគំតិចមែកទាំងនោះបើកផ្លូវឲ្យនីកែមយ៉ាងរលូនទៅដល់គល់ឈើនោះភ្លាមនីកែមបានក្តាប់ដងកំបិតស្នៀតអាគមប្រមូលកម្លាំងទាំងអស់ចាក់ទម្លុះទៅលើសម្បកឈើនោះមួយទំហឹងភ្លាមស្រាប់តែមានរលកកម្លាំងខ្យល់ខ្មៅមួយយ៉ាងបានផ្ទុះភាយចេញពីគល់ឈើនោះបំបុកចំទ្រូងនីកែមរុញច្រានរាងកាយរបស់គាត់ឲ្យប៉ាងថយក្រោយខ្ទាតធ្លាក់ទង្គិចនឹងដីយ៉ាងខ្លាំងស្របពេលជាមួយគ្នានោះដើមឈើអថ័នទាំងអស់ដែលកំពុងវាយប្រហារក៏បានបញ្ឈប់សកម្មភាពភ្លាមសម្បករបស់ពួកវាចាប់ផ្ដើមប្រេះបែកហូរជ័រពណ៌ខ្មៅរួចក៏រលួយផុយស្រួយប្រែคล้ายទៅជាដើមឈើងាប់ក្រៀមក្រោះក្នុងមួយពព្រិចភ្នែកទិដ្ឋភាពព្រៃដ៏សុបទ្រប់និងគួរឲ្យខ្លាចអំបាញ់មិញបានប្រែប្រួលសន្តានคล้ายទៅជាវាលរហោឋានដ៏ល្ហល្ហេវដែលពោពេញទៅដោយគល់ឈើងាប់និងផេះផង់រាយប៉ាយពេញដី
ក្រោយពេលដែលគ្រប់គ្នាចំណាយពេលពិនិត្យរបួសអស់មួយស្របក់ធំនាយកែមបានយកកំបិតស្នៀតទៅសៀតនឹងចង្កេះវិញគាត់បានងាកសម្លឹងទៅកាន់ក្រុមអ្នកភូមិនិងកងប៉ូលីសដែលកំពុងកាន់អាវុធរៀងៗខ្លួនក្រោកឈរដើរតាមពីក្រោយរួចបោះជំហានដើរនាំមុខបន្តដំណើរទៅទៀនផ្ទៃដីវារហោឋានបាននាំផ្លូវពួកគេឆ្ពោះទៅកាន់ជ្រលងភ្នំមួយនៅពីមុខពួកគេគឺជាស្ពានយល់ចាស់ទ្រុឌទ្រោមមួយខ្សែដែលតភ្ជាប់ពីច្រាំងម្ខាងទៅច្រាំងម្ខាងទៀតខ្សែលួសដែលយោងស្ពានមានសភាពច្រេះស៊ីក្រហមឆ្អៅរីឯបន្ទះក្តារសម្រាប់ជាន់ពីលើក៏មានសភាពពុកផុយនិងប្រេះបាក់បែកជាចន្លោះមើលឃើញដល់រលកទឹកអូរនៅខាងក្រោមជ្រៅកំពុងហូរខ្មួលខ្មាញ់នីកែមបានឈានជើងជន់លើបន្ទះក្តារទី1ខណៈតួស្ពានទាំងមូលក៏ចាប់ផ្ដើមយល់យោគចុះឡើងតិចទៅតាមកម្លាំងខ្យល់និងទម្ងន់ជើងក្រុមអ្នកភូមិបានដើរតម្រង់ជួរគ្នាមួយដៃរបស់ពួកគេចាប់តោងខ្សែស្ពានយ៉ាងជាប់ម្នាក់បែកញើសជោកដោយភ្នែកសម្លឹងមើលតែទៅមុខមិនហ៊ានអោនចុះមើលក្រោមឡើយឆ្លងផុតពីស្ពានយល់ដោយសុវត្ថិភាពកងកម្លាំងនិងក្រុមអ្នកស្រុកបានដើរតម្រង់ឆ្ពោះទៅកាន់ជើងភ្នំមួយកន្លែងនៅចំពីមុខពួកគេគឺជារូងភ្នំមួយយ៉ាងធំដែលមានមាត់រូងពោពេញទៅដោយផ្ទាំងថ្មស្រួចរាងកោងធ្លាក់ចុះមកក្រោមមើលទៅហាក់ដូចជាមាត់របស់បិសាចអ្វីម្យ៉ាងសភាពនៅខាងក្នុងរូងងងឹតឈឹងមើលមិនយល់ជំរៅឡើយគ្រាន់តែបោះជំហានផុតទៅក្នុងរូងភ្នំភ្លាមសីតុណ្ហភាពដ៏ត្រជាក់ស្រេបបានបក់បោកមកប៉ះនឹងស្បែកធ្វើឲ្យអ្នកភូមិគ្រប់គ្នាចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ក្លិនឆ្អេះឆ្អាបលាយឡំនឹងក្លិនលាមកប្រជៀវបានភាយហួងឡើងតាំងពីផ្លូវច្រកចូលខណៈដែលបន្តដើរតាមច្រាំងថ្មសើមចូលទៅកាន់តែជ្រៅនីកែមស្រាប់តែបានឮសំឡេងមួយវាជាសំឡេងល្វើយស្អកហាក់កំពុងត្រដោះខ្យល់របស់នរណាម្នាក់ដែលឮចេញពីល្បាក់ថ្មមួយកន្លែងនៅខាងមុខនីកែមបានលើកដៃឆ្វេងឡើងធ្វើសញ្ញាឲ្យអ្នកគ្រប់គ្នាឈប់រួចគាត់បោះជំហានជើងដើរលបអោនខ្លួនបន្តិចតម្រង់ទៅកាន់ល្បាក់ថ្មនោះអ្នកភូមិនិងក្រុមប៉ូលីសបានក្តាប់អាវុធយ៉ាងណែនហើយដើរលបតាមពីក្រោយយ៉ាងស្ងៀមស្ងាត់បំផុតលុះពេលពួកគេអាចក្បាលផុតល្បាក់ថ្មកៅភ្នែកម្នាក់បានបើកធំគៀមរបស់ពួកគេទង្គិចគ្នារំដំដោយក្តីរន្ធត់នៅចំកណ្ដាលទីធ្លាដ៏ធំក្នុងរូងភ្នំមានទ្រង់ឈើធំមួយនៅខាងក្នុងទ្រង់នោះគឺពោពេញទៅដោយអ្នកភូមិប្រុសស្រីដែលបានបាត់ខ្លួននាពេលកន្លងមកពួកគេកំពុងអង្គុយអោបជង្គង់ខ្លះក៏សន្លប់ទឹកមុខស្លេកស្លាំងដោយមានវត្តមានទាំងលោកប៉ូលីសសវណ្ណកំពុងអង្គុយផ្អែកខ្នងនិងចម្រឹងទ្រង់សភាពរបស់គាត់ទ្រុឌទ្រោមយ៉ាងខ្លាំងឯកសន្តានដាច់រហែកសក់ក្បាលរញ៉េរញ៉ៃនិងមានស្នាមចំពេញរាងកាយខ្សែភ្នែករបស់នីកែមបានរំកិលហួសពីទ្រង់ឈើនោះតម្រង់ទៅកាន់ផ្នែកខាងក្រោយនៅទីនោះមានអាសនៈមួយយ៉ាងធំដែលមានសន្តាននិងការរៀបចំមិនខុសពីអាសនៈនៅក្នុងរោងពេទ្យរបស់ពេទ្យឆាយឡើយប៉ុន្តែអ្វីដែលចាប់អារម្មណ៍និងគួរឲ្យខ្លាចបំផុតគឺរូបសំណាកដែលតម្កល់នៅពីក្រោយអាសនៈនោះវាគឺជារូបសំណាកដ៏ធំខ្មៅក្រឹបមួយប៉ុនមនុស្សរូបនោះអង្គុយពេនភ្នែនផ្ទៃមុខមានកៅភ្នែកធំបើកលៀនពណ៌ក្រហមឆ្អៅចង្កូមវែងបានលៀនចេញពីមាត់ម្រាមដៃនិងជើងមានក្រចកស្រួចហើយនៅលើខ្នងមានដុះស្លាបដូចជាប្រជៀវមួយគូយ៉ាងធំសម្បើមសន្តាននេះគឺដូចគ្នាបេះបិទនឹងរូបសំណាកដែលពួកគេបានឃើញកន្លងមកដែលបញ្ជាក់យ៉ាងច្បាស់ថាវាគឺជាសម្ដេចព្រះគ្រូរបស់ពេទ្យឆាយនោះឯង
តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យអ្នកស្រុកនិងប៉ូលីសរត់តែបែកញើសតក់ស្លុតនោះគឺជារូបរាងមនុស្សដែលធ្វើពីដីឥដ្ឋពណ៌ខ្មៅរលោងប្រមាណ10រូបទំហំធំត្រដឹងកំពុងឈរថ្មឹងនៅក្បែររូបសំណាក់បិសាចកម្ពស់ខ្ពស់ជាងមនុស្សធម្មតាទ្វេដងផ្ទៃមុខរបស់រូបសូនដីឥដ្ឋនោះគ្មានច្រមុះឬត្រចៀកឡើយមានតែរូងភ្នែកជ្រៅជ្រៅពីរនិងមាត់ដែលចំហក្រហមនាយកែមបានងាកមកនិយាយខ្សឹបទៅកាន់អ្នកភូមិដែលនៅខាងក្រៅខ្នងថាពេទ្យឆាយម្នាក់នេះប្រកាសជាបានចាប់មនុស្សយកមកសូនបិទដីឥដ្ឋជាក់ជាមិនខានទន្ទឹមនឹងគ្នានេះដែរប៉ូលីសម្នាក់ក៏បានសួរទៅកាន់នាយកែមដោយទឹកមុខឆ្ងល់លាយឡំនឹងការភ័យខ្លាចវិញថាយកមនុស្សមកបិទជាមួយដីឥដ្ឋតើវាយ៉ាងម៉េចទៅវិញទៅខ្ញុំដូចជាមិនយល់សោះនាយកែមបានងាកមុខសម្លឹងមើលទៅមនុស្សដីឥដ្ឋទាំងនោះរួចងាកមកវិញហើយឆ្លើយតបថានេះគឺជាពិធីអាគមខ្មៅដែលកាចសាហាវមួយហៅតាពិធីបិទរូបបច្ឆាវេទគ្រូអាគមនឹងយកសាកសពមនុស្សមកធ្វើពិធីដោយយកភ្លើងមកដុតរលថ្ពាល់និងចង្ការសាកសពសម្រក់យកខ្លាញ់រួចយកខ្លាញ់ខ្មោចនោះទៅលាបពីលើអ្នកដែលបានស្លាប់រួចបិទដីដែលយកចេញពីទីបច្ឆាឬទីកប់សពខ្មោចតៃហោងពីលើរាងកាយសាកសពនោះរួចសូត្រអាគមដាស់ទុកធ្វើជាបរិវារខណៈពេលដែលគ្រប់គ្នាកំពុងឈរគាំងសម្លឹងមើលទិដ្ឋភាពនោះដោយអារម្មណ៍ភ័យរន្ធត់ភ្លាមនោះស្នូជើងជន់លើល្បាក់ថ្មធំតូចក៏បានបន្លឺឡើងឡងលាយឡំនឹងសំឡេងស្អកក្រឡោនិងត្រជាក់ស្រេបមួយបានបន្លឺឡើងចេញពីជ្រុងងងឹតនៃផ្ទាំងថ្មមកថាពួកឯងអស់នេះហ៊ានមកតាមដល់កន្លែងអញផងសំឡេងនោះចប់ស្រមោលមនុស្សម្នាក់បានបោះចំហៀនយឺតចេញពីភាពងងឹតបង្ហាញឲ្យឃើញទម្រង់មុខដ៏ស្គមស្គាំងកៅភ្នែកក្រហមងាំងនិងស្នាមញញឹមដ៏គួរឲ្យខ្លាចនោះគឺជាពេទ្យឆាយគ្រាន់តែបានឃើញមុខភ្លាមអ្នកភូមិចំនួន5នាក់បានក្តាប់កាំបិតផ្គាក់ក្នុងដៃយ៉ាងណែនរួចស្ទុះវឹងតម្រង់ចូលទៅរកពេទ្យឆាយតែពេលនោះបែរជាត្រូវខ្ទាតប៉ើងមកវិញដូចជាសំឡីហាក់បីដូចជាពេទ្យម្នាក់នេះចេះនៅអធិនមហាទំងន់ស្ដាច់ដំរី3000ភ្លាមពេទ្យឆាយបានលើកដៃទាំងពីរប្រណម្យឡើងសូត្រអាគមយ៉ាងញាប់លឺសំឡេងសន្ធាប់ពេញរូងភ្នំភ្លាមនោះរូបសូនដីឥដ្ឋទាំងប៉ុន្មានបានចាប់ផ្ដើមមានចលនាបោះចំហៀនថ្មោលសម្រុកចូលមកវាយប្រហារលើក្រុមមនុស្សទោះបីជាម្នាក់បែកញើសហូរជោគថ្ងាសនិងញ័រជើងទត្រើតយ៉ាងណាក៏ដោយក៏ក្រុមអ្នកភូមិមិនបាននៅរងចាំសេចក្តីស្លាប់ឡើយពួកគេបានប្រមូលកម្លាំងរត់ចូលទៅតទល់ដោយលើកកាំបិតផ្គាក់និងពូថៅចិញ្ច្រាំទៅលើដងខ្លួនខ្មោចដីឥដ្ឋទាំងនោះហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងសំឡេងលាន់ឮត្រហឹងស្របពេលជាមួយគ្នានោះកងប៉ូលីសបានទាញកាំភ្លើងមកបាញ់ស្រោចការពារអ្នកភូមិពីក្រោយស្នូរកាំភ្លើងបានបន្លឺឡើងក្តាំងលាយឡំជាមួយនឹងសំឡេងកាំភ្លើងដ៏អាចកំបាំងមួយផ្សេងទៀតដែលធ្លាប់បានជួបកាលពីមុនក៏បានបន្លឺឡើងសារជាថ្មីព្រមគ្នាតម្រង់បាញ់រះទម្លុះក្បាលនិងដងខ្លួនខ្មោចដីឥដ្ឋទាំងនោះការប្រយុទ្ធអូសបន្លាយយ៉ាងស្វិតស្វាញឈាមអ្នកភូមិជាច្រើនអ្នកបានស្រក់ប្រឡាក់រាយប៉ាយពេញដីដោយសារត្រូវក្រញ៉ាំដៃដ៏ធំរបស់បិសាចដីឥដ្ឋវាយប្រហារចំណែកក្របកាំភ្លើងនិងផ្លែកាំបិតក៏បានកាប់ឲ្យរបើកផ្ទាំងដីឥដ្ឋចេញពីខ្លួនបិសាចទាំងនោះជាដុំបង្ហាញឲ្យឃើញនៅសភាពខាងក្នុងដ៏គួរឲ្យសង្វេគនៅពីក្រោមស្រទាប់ដីឥដ្ឋដែលរបេះធ្លាក់គឺជារាងកាយមុខមាត់មនុស្សពិតហើយជាអ្នកភូមិដែលបានបាត់ខ្លួននោះឯង
ចំពេលដែលមានភាពវឹកវរនីកែមបានស្ទុះហក់ចូលទៅប្រយុទ្ធជាមួយនឹងពេទ្យឆាយដោយកណ្ដាប់ដៃទល់នឹងកណ្ដាប់ដៃបានផ្លាស់ប្ដូរគ្នាទៅវិញទៅមកលន់សំលេងទង្គិចបន្លឺឡើងភ្លឹបភ្លឹបក្នុងពេលប្រទាញប្រទងគ្នាជើងរបស់ពេទ្យឆាយបានជន់ប៉ះនឹងដងកាំបិតផ្គាក់របស់អ្នកភូមិដែលបានធ្លាក់នៅលើផ្ទាំងថ្មឃើញឱកាសបានមកដល់ពេទ្យឆាយបានអោនក្រាបចុះយ៉ាងលឿនស្រវាយកកាំបិតផ្គាក់នោះរួចក្រោកឈរវត្តកាប់ចំដើមទ្រូងរបស់នីកែមយ៉ាងពេញទំហឹងក៏ប៉ុន្តែផ្លែដែកមិនបានមុតទម្លុះស្បែករបស់នីកែមតតែសោះវាបានត្រឹមតែរុញរាងកាយរបស់នីកែមឲ្យងាកខ្ទាតទៅជំហៀងបន្តិចនៅត្រង់ចំណុចកាំបិតកាប់ប៉ះនោះមិនមានស្នាមរបួសតែមានជាពន្លឺពណ៌មាសស្រាលស្រាលបានជះភ្លឺរឹមរឹមមួយផ្លេតរួចក៏បានទៅវិញពេទ្យឆាយបានបើកភ្នែកធំធំដោយការភ្ញាក់ផ្អើលស្រឡាំងកាញ់ទាំងមិនធ្លាប់ដឹងឡើយថានីកែមមានយន្តស្បែកគង់ក្រឡាហោមការពារកាយស្របពេលពេទ្យឆាយកំពុងតែភាំងនីកែមបានឱកាសល្អក៏ដកយកកាំបិតស្នៀតអាគមយកមកចាក់ពេញទំហឹងទៅលើដើមទ្រូងរបស់ពេទ្យឆាយវិញភ្លាមនោះដែលកាំបិតទម្លុះចូលទៅក្នុងសាច់មនុស្សដីឥដ្ឋទាំងអស់ក៏បានឈប់ត្រឹងរួចដួលខ្ពកទៅលើដីលែងមានចលនាអ្វីទាំងអស់ដំណាលនឹងពេទ្យឆាយបានក្អួតឈាមខ្មៅចេញពីមាត់ខណៈដៃទាំងពីរកំពុងខ្ទប់មុខរបួសរួចបោះជំហានត្រសៀថយក្រោយទាំងត្រដាបត្រដួសអូសជើងបន្សល់ស្នាមឈាមនៅលើផ្ទាំងថ្មសំដៅទៅកាន់ទីតាំងអាសនៈដែលមានរូបសំណាកបិសាចជាសម្ដេចព្រះគ្រូពេលទៅដល់ក្បែររូបសម្ដេចព្រះគ្រូរបស់គេពេទ្យឆាយបានចាប់យកកាំបិតស្នៀតមួយទៀតដែលមានដងរុំទៅដោយអំបោះក្រហមឆ្អៅពីលើអាសនៈគេបានងើបមុខឡើងសម្លឹងមើលមកកាន់នីកែមនិងអ្នកភូមិគ្រប់គ្នាដោយក្រសែភ្នែកឡើងសរសៃក្រហមឆ្អៅរួចយកកាំបិតស្នៀតនោះមកចាក់ទម្លុះបេះដូងខ្លួនឯងបន្ថែមពីលើទៀតដោយប្រឹងហើបមាត់បន្លឺសំឡេងចុងក្រោយមុននឹងដាច់ខ្យល់ថាអញសូមបូជាឈាមស្រស់និងជីវិតជូនទៅដល់សម្ដេចព្រះគ្រូអញនឹងត្រឡប់មកវិញសងសឹកជាមួយពួកឯងគ្រប់គ្នាគ្រាន់តែនិយាយប៉ុន្មានឃ្លានេះចប់ពេទ្យឆាយក៏បានដួលស្លាប់នៅចំពីមុខរូបសំណាកដ៏ធំនោះដោយបន្សល់ទុកនៅពាក្យបណ្ដាសាដល់ខ្លួនឯងក្រោយមកក្រុមអ្នកភូមិនិងប៉ូលីសក៏បាននាំអ្នកដែលបានបាត់ខ្លួននិងអ្នករបួសវិលត្រឡប់ទៅកាន់ភូមិវិញដោយបន្សល់ទុកតែសាកសពរបស់ពេទ្យឆាយដេកស្លាប់ក្បែររូបសំណាកបិសាចសាច់រឿងក៏បានកាត់ចប់ត្រឹមនេះតែសំណួរជាច្រើននៅតែមិនទាន់បកស្រាយថាតើពងសាវតារបស់ពេទ្យឆាយគឺជាអ្នកណាមកពីណាធ្វើបែបនេះដើម្បីអ្វីសំណួរទាំងអស់នេះនឹងសម្រាយបញ្ចប់យ៉ាងលម្អិតនៅភាគបន្ទាប់សូមអរគុណសូមជម្រាបលាជួបគ្នានៅសាច់រឿងក្រោយ